អបអសាទរដល់ក្រុមបាល់ទាត់ Inter Milan ឡើងទៅកាន់វគ្គផ្ដាច់ព្រាត់ជាលើកទី7នៅក្នុងប្រវត្តិសាស្ត្រក្លឹប Inter Milan មានន័យថាពួកគេឡើងវគ្គផ្ដាច់ព្រាត់បាន6ដងហើយឈ្នះបាន3ចាញ់3បរាជ័យ3ដងវគ្គផ្ដាច់ព្រាត់បាទអញ្ចឹងម្ដងនេះគឺជាការឡើងវគ្គផ្ដាច់ព្រាត់ជាលើកទី7សម្រាប់ក្រុម Inter Milan របស់អ៊ីតាលីផ្ដួល Barcelona ជើងទី2ថែមមក120នាទីសរុបគ្រាប់បាល់គឺ4-3ហើយសរុបទាំងជើងទី1ទីនោះគឺ6-7គ្រាប់បាល់នេះច្រើនដល់កបងប្អូនអើយបាទ Inter Milan នេះស្វិតដល់កបងប្អូនហើយ Barcelona កម្រិត Barcelona ទៅមិនរួចជាមួយ Inter Milan លេងមិនឈ្នះ Inter Milan សំសើបាទប្រព័ន្ធការពាររបស់ Inter Milan ទប់វិបកលយណាបាទប្រព័ន្ធការពារមមឲ្យទប់វិបកប្រព័ន្ធប្រយុទ្ធរបស់គេគឺមុតល្អមែនទែនសម្រាប់ក្រុម Inter Milan ក្រៅតែពី Inter Milan ខ្ញុំថាពិបាកជាមួយនឹង Barcelona ចុះតែមែនទែនបងប្អូនអូយបាទខ្ញុំតាមពិតទៅខ្ញុំទាយថា Barcelona ទំនងឡើងបងប្អូនបាទទាយថា Barcelona ឡើងនៅពេលចុងក្រោយណែ Inter Milan គេខ្លាំងអញ្ចឹងបើខ្លាំងបែបហ្នឹងគឺយើងត្រូវទៅសាទរជាមួយនឹងក្រុម Inter Milan បងប្អូនបាទពួកគេគឺបានផ្ដួលសុបតែយៈបងប្អូនហើយ Inter Milan ផ្ដួលបាទយៈមកពីអាល្លឺម៉ង់ Bayern Munich ទម្លាក់ Bayern Munich ចេញណាបងប្អូនណាត្រឹម90នាទីទេបាទទម្លាក់ Bayern Munich ចេញប៉ុន្តែ Barcelona នេះគឺតឹងមែនទែនបងប្អូនហើយតាមពិត Barcelona 90នាទីនឹងនាំមុខណាបងប្អូនថែមមកនឹងសល់2នាទីទេបាទគឺផ្លុំកញ្ចែ Barcelona ឡើងហើយវគ្គផ្ដាច់ព្រាត់ទប់មិនជាប់វាបកមកផ្លែតនោះមកបាទបាន3ស្មើថែមមកចាញ់ Inter បដ Inter ដាក់4-3បាទ Barcelona ក៏ល្អដែរបងប្អូនអើយសុទ្ធចំគោលដៅច្រើនណាយប់មិញនេះបងប្អូនហើយ Barcelona គ្រប់គ្រងបាល់ 71% ណាបាទ Inter តែ 29% ទេហើយឡើងវគ្គផ្ដាច់ព្រាត់ Barcelona សុទ្ធ22ជើង Inter តែ13ជើងទេបាទ22ជើងរបស់ Barcelona ចំគោលដៅ10ចូលបាន3បាទមានន័យថា Jan Sommer អ្នកចាំទីរបស់ក្រុម Inter Milan សង្គ្រោះបាល់ដកគ្រោះថ្នាក់នឹង7ដងមិនធម្មតាទេបាទហើយខាង Inter Milan សុទ្ធ13ជើងចាំគោលដៅ7លបូត4បាទសង្គ្រោះបានតែ3ទេបាទសម្រាប់ Wojciech Szczesny បាទប៉ុន្តែសំខាន់អ្វីដែលសំខាន់គឺអ្នកចាំទីរបស់ Inter Milan គឺល្អណាស់ Jan Sommer បាទពេលនេះផ្លូវការ 100% បើទោះជាទម្រង់លេង Barcelona ល្អជាង Inter ក៏ដោយប៉ុន្តែគ្រាប់បាល់ Inter យកInter ជាអ្នកឡើងវគ្គផ្ដាច់ព្រាត់បាទអញ្ចឹងអ្នកណាឡើងអ្នកនោះខ្លាំងជាងហើយបាទអញ្ចឹងអបអរសាទរដល់ Inter Milan បងប្អូនឡើងកាន់វគ្គផ្ដាច់ព្រាត់ឡើងទៅកាន់វគ្គផ្ដាច់ព្រាត់រងចាំ Arsenal ហើយនឹងប៉ារីសមួយណាឡើងគឺត្រូវមកជួប Inter Milan ហើយ Inter Milan ឈ្នះលើកចុងក្រោយកាលពីឆ្នាំ2010សរុបទៅ15ឆ្នាំមុនធ្លាប់ឈ្នះជើងឯកលើកចុងក្រោយឆ្នាំ2010អញ្ចឹងខកខានលើកពាន Champions League នឹងមកប្រហែល15ឆ្នាំហើយបាទដល់ទៅពេលខ្ទង់ឆ្នាំ2023វគ្គផ្ដាច់ព្រាត់ចាញ់ Man City ឆ្នាំ2023ចាញ់ Man City លើកពានដល់ពេលមកដល់នេះឡើងវគ្គផ្ដាច់ព្រាត់ទៀតហើយត្រៀមជួប Arsenal ឬក៏ Paris Saint-Germain បងប្អូនហើយអញ្ចឹងខ្ញុំនៅតែសរសើរប្រព័ន្ធការពាររបស់ Inter Milan ទប់វាយបកមួយច្បាស់សុទ្ធតិចជើងចំគោលដៅច្រើនសុទ្ធ13ជើងចំគោលដៅ7មិនធម្មតាឲ្យចូលបាន4គ្រាប់ស័ក្តិសមឲ្យដែរពួកគេឡើងបងប្អូនណាបាទខ្ញុំថាបើសិន Barcelona ឡើងក៏ល្អដែរស្ដាប់ក្រុមខ្លាំងដូចគ្នាគាត់ថា Inter Milan គេមានប្រព័ន្ធការពារគេមានយុទ្ធសាស្ត្រនៃការទប់វាយបកល្អបាទស្រួលជើងឯកហើយបងប្អូនភាគរយខ្ពស់ខ្ញុំថារដូវកាលហ្នឹង Inter ហើយមើលទៅនោះល្អពេកហើយទម្លាក់យៈរបស់អាល្លឺម៉ង់ Bayern Munich បានសម្រេចឥឡូវមកកាន់វគ្គ semi final ទម្លាក់យៈអេស្ប៉ាញកំពុងតែលេខ1ទៀត Bayern Munich កំពុងទម្លើកពានហើយថ្មីនៅ Bundesliga Inter ទម្លាក់បាត់ហើយ Barcelona កំពុងតែលើសបន្ទុកពី Real Madrid 4បន្ទុកឲ្យជិតចាប់រដូវកាលដែរហើយកំពុងលេខ1កំពុងតែលេខ1នៅ La Liga បាទហើយឥឡូវហ្នឹង Inter Milan ទម្លាក់ហើយដែរ Barcelona កំពុងឡើងជើងខ្លាំងណាស់ Inter Milan ក្លេបាត់ហើយបាទនៅសល់ប៉ារីសឬក៏ Arsenal ខ្ញុំថាពីរអ្នកហ្នឹងមួយណាក៏តឹងជាមួយ Inter ដែរបាទតឹងល្អពេកបងប្អូនហើយ Inter បំមុំមែនទែនជើងក្រោមស្វិតដល់កអូយដូចដុំថ្មលេងល្អណា Inter Milan មកលេងល្អមែនទែនបាទជើងក្រោមមិនជាល្អ position ball អីទេបាទល្អគឺការទប់វិបកនឹងល្អច្បាស់មែនទែនបងប្អូនហើយបាទយ៉ាងណាក៏នៅតែអបអរសាទរដល់ Inter Milan សោកស្ដាយ Barcelona បងប្អូនហើយបាទសម្រុកមិនភ្លុះបាទ
ប៉ុន្តែសោកស្ដាយរឿងផ្លាត់ចុងម៉ោងនឹងត្មងបាទជិតចាប់ការប្រកួត90នាទីហើយថែមម៉ោង8ថែម5នាទីសល់2នាទីទៀតគឺចាប់ការប្រកួតតែបាសេឡូណាទប់អត់ជាប់អ៊ីនទ័រដាក់3ស្មើថែមម៉ោងចាញ់អ៊ីនទ័រដោយស្ដាយបាទអាណិតបាសេឡូណាអាណិតហ្វេនដែរបាទធ្វើម៉េចឥឡូវនឹងអ៊ីនទ័រមីឡែនឡើងហើយគេឡើងវគ្គប្រាច់ព្រាត់ហើយបាសេឡូណាធ្លាក់ត្រឹមវគ្គបាទសេមី final នេះបាសេឡូណាទទួលបានថវិកា1លាន5សែនបាទមើលឈប់ដូចជាវគ្គសេមី final បាសេឡូណា15លានបាទបាសេឡូណាបាន15លានវគ្គ semi final បាទ15លាន Inter Milan បាន18លាន5សែនបាទ18លាន5សែននៅក្នុងកណ្ដាប់ដៃហើយពេលដល់ឡើងវគ្គប្រាច់ព្រាត់បាទធ្លាក់វគ្គប្រាច់ព្រាត់ក៏បាន18លានដែរហើយអញ្ចឹងបើសរុបជាមួយនឹងការទទួលបានវគ្គផ្សេងៗទៀតគឺច្រើនណាស់ Inter Milan តែបាសេឡូណាគាត់នឹងធ្លាក់ត្រឹមវគ្គ semi final ហ្នឹងគឺទទួលបាន15លានហើយបាទអញ្ចឹងក៏សោកស្ដាយសម្រាប់បាសេឡូណាអបអរសាទរដល់ Inter Milan ត្រៀមជួប Arsenal និង Paris Saint-Germain ដែលនឹងត្រូវលេងនៅក្នុងយុគនេះបាទម៉ោង2រំលងទៀតហើយ CTS Sport ផ្សាយបន្តផ្ទាល់ជូនបងប្អូនយើងទាំងអស់គ្នាអរគុណសម្រាប់ការទស្សនាបងប្អូនយើងខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើន